នេះប្រាប់ពីទីធ្វើ Wi-Fi ឲ្យដើរលឿនបើសិនជាយើងភ្ជាប់ Wi-Fi នៅផ្ទះរបស់យើងហ្នឹងគេប្រើច្រើនអ្នកមិនប្រើតែយើងអញ្ចឹង speed នេះវាអាចទាញហើយអញ្ចឹងអានេះយើងប្រើនេះវាជំនួយទាញឲ្យ speed រៀងរបស់យើងរៀងលឿនជាងគេយើងបានច្រើនជាងគេអញ្ចឹងយើងត្រូវ download កម្មវិធីនេះ Network Master ហើយនិង Wi-Fi Master ពីរហ្នឹងណាយើងចូល App Store មក Wi-Fi Master đấy. Master thấyយើងdownload នេះមួយចូលតាមយើង download Network Master មួយទៀតនេះនៅ Chrome នេះមានហើយយើង download កម្មវិធីពីរហ្នឹងមកពេលយើង down មកហើយនេះសារខ្ញុំ down ហើយយើងធ្វើហើយយើងអត់មានប្រហែលគាត់ចុចលើ Network Master មកខ្ញុំវាឲ្យ check មួយដើរចាំដើរស្ទុះនេះវាឲ្យយើងធ្វើមើលយើងធ្វើ speed យកថាវាជាជំនួយអាចទាញយើងលឿនជាងបន្តិចចឹងណាបើសិនក្នុងផ្ទះយើងវាប្រើច្រើនណាស់តែបើសិនជាអ៊ីនធឺណិតរបស់យើងដាច់ហ្នឹងដឹងធ្វើមិនទេបើដាច់ហើយពី 64% ទៅ 98% តែប៉ុណ្្នឹងហើយជួទីមកទៀតចានេះវាឲ្យវាប្រម៉ូទកម្មវិធីវាមិនតែប៉ុណ្្នឹងហើយបន្ទាប់មកបែកវាមកវិញហើយយើងបើក Master ម្ដងឲ្យវាដើរធ្វើដូចគ្នាចុច speed មកចាប់ផ្ដើមទាញ speed test speed អូយហូតកកចឹងចូល version ប៉ុណ្ណឹងដូចគ្នាឲ្យទៅកម្មវិធីបានដែរនេះអាច connect មួយ Wi-Fi ហើយអាច share hotspot ទេនេះយ៉ាទៅឧទាហរណ៍ជាមួយខ្ញុំបើកវីដេអូមួយមើលរៀងលឿនណាស់ប្រាប់ណារៀងលឿនជាងគេមើលប៊ីយ៉ាមួយមើលវាបែកបានហេរ៉ូមានហេរ៉ូឲ្យលីដឹងទេគាត់យើងនិយាយលេងបកដឹងទេខ្ញុំបកដឹងពីផ្លូវហ្នឹងអីដែរដឹងដែរខ្ញុំដឹងពីផ្លូវអីគេដែរខ្ញុំនៅកន្លែងពីឆ្នាំជឿពេលហ្នឹងខ្ញុំមិនដឹងអីហោខ្ញុំដឹងទេហើយបង22ខ្ញុំនៅកន្លែង5ឆ្នាំ6ឆ្នាំពីផ្លូវខ្ញុំដឹងអាស្អីហ៎រកម៉ែគេ